ធ្វើម្ហូបរងថ្ងៃឥឡូវនេះធុញហើយបងប្អូនឥឡូវមកបដូរបរិយាកាសនាំបងប្អូនមកផាត់មុខម្ដងចង់ធ្វើចរិតស្រីស្អាតបែបមួយថ្ងៃប៉ុន្តែអាក្នុងខ្លួនខ្ញុំគឺចរិតស៊ីនចេញមកបងអូនស្រីណាដូចខ្ញុំខ្លះនិយាយទៅ check outfit បានមួយផ្លែតគឺចេញចរិតមកប្លែកអញ្ចឹងមកហើយនេះគឺជាមុខស្រីនរបស់ខ្ញុំដែលតែងើបពីដេកបងប្អូនហើយគឺថាមានការហើមជាខ្លាំងហើយបើមាត់វិញចិត្តជាហើយគាត់ថារៀងមានឈាមងើបពីដេកនេះបងប្អូនមិនតាន់ហូបអីបានមួយម៉ាត់ផងមានអារម្មណ៍ថាចង់ផាត់មុខជាខ្លាំងមិនថាពេលខ្លះបងប្អូននៅម្នាក់ឯងគឺតាមក្បាលវល់ខ្លួនឯងហ្មងចង់ធ្វើអីគឺធ្វើនឹងផ្លែតភ្លាមអញ្ចឹងការផាត់មុខជាដំបូងរបស់ខ្ញុំហ្នឹងគឺខ្ញុំចាប់ផ្ដើមដាក់ម្សៅតំណប់ប៉ុន្តែមុននឹងយើងចាប់ផ្ដើមផាត់មុខខ្ញុំដាក់តែមួយម៉ាត់ពីរម៉ាត់សិនហើយនឹកឃើញថាខ្ញុំអត់មានកាវបិទរូមភ្នែកអញ្ចឹងទៅខ្ញុំចាប់ផ្ដើមតរូមភ្នែកមុនបើថាទៅបើកតរូមភ្នែកអីបានហើយនេះអាម៉ាក់អីសាយអីក៏មានដែររូបភ្នែកឡង4 5ប្រអប់នេះហើយទិញមកដែរតទេទិញមកគឺខ្ញុំតតាអានេះនេះតតែពួកនេះទេវាស្រួលតែបើតនេះយើងត្រូវផ្ចិតផ្ចង់ខ្លាំងហើយខ្ញុំមើលឃើញទេតែថាតមកសរសៃទៅរៀងយូរដែលពិបាកធ្វើបំផុតបងប្អូនគឺពេលខ្ញុំតរុំភ្នែកវាអត់កាហាយទេប៉ុន្តែរុំភ្នែកឥឡូវណាក្រុមជាប់គ្នារហូតអញ្ចឹងតតែយើងបិទកុដកុំឲ្យអាកាយនឹងជាប់ជាមួយរុំភ្នែកលើរុំភ្នែកក្រោមពីមុនពេលខ្ញុំតរូមភ្នែកខ្ញុំអត់សូវដឹងពេលខ្ញុំតរូមភ្នែកខ្ញុំអត់បានបិទស្កុតអញ្ចឹងទៅធ្វើឲ្យអាកាវរូមភ្នែកជាប់ជាមួយរូមភ្នែកខាងក្រោមដល់អញ្ចឹងទៅគឺមានតែម្យ៉ាងទេគឺខ្ញុំបោចរូមភ្នែកចោលអាក្រៅតក្រោយឥឡូវហ្នឹងគឺដឹងហើយមុននឹងយើងតខ្ញុំដាក់ស្កុតនៅក្រោមសិនបានអញ្ចឹងទេជាប់ស្អិតតាត់ពេញនឹងអញ្ចឹងពិបាកហើយតរូមភ្នែកថ្ងៃនេះអត់បានតពេញទេដោយសារតែកាវរូមភ្នែកខ្ញុំអស់លេងអញ្ចឹងទៅរូមភ្នែកក្នុងមួយខាងហ្នឹងគឺខ្ញុំតបានតែពាក់កណ្ដាលទេខ្ញុំតតែខាងកតុយភ្នែកពេលអត់តនឹងតហើយឃើញប្លែកមែនតើឃើញមុខរៀងឡើងមែនតិចតទាំងសងខាងបានហើយខ្ញុំអត់បានថតទាំងអស់ទេដោយសារយូរខ្លាំងតទៅដាក់ម្សៅតំណប់ហើយដោយសារតែមុខខ្ញុំប្រើជក់ឬមួយប្រើពងអីហ្នឹងចូលមុខដូចគ្នាប៉ុន្តែចូលអត់ម៉ត់ល្អអញ្ចឹងគឺខ្ញុំប្រើដៃបន្ថែមហើយចាប់ផ្ដើមបន្ថែមជាមួយ highlight សពេលប្រើ highlight សហើយគឺខ្ញុំប្រើពណ៌សូកូឡាមួយខាងទៀតមុខទុងច្រមុះនិងគូនៅគៀនថ្ពាល់យើងបន្ទាប់មកខ្ញុំប្រើជក់យកផាត់ឲ្យចូលមុខហើយចាប់ផ្ដើមខ្ញុំប្រើដៃម្ដងទៀតមុខខ្ញុំផាត់មុខអត់ងាយចូលណាបងប្អូនដាក់ម្សៅម៉មអីគឺថាធាក់ចេញមកវិញហើយប៉ុន្តែខ្ញុំជឿថាមុខបងប្អូនដែលគាត់ smooth ស្រាប់ផាត់មុខប្រភេទនេះគឺថាឃើញខ្ជូតហើយឡងបែបកតុកតាហ្មងសិនជាថតរូបអីហ្នឹងគឺថាស្រួលហ្នឹងគេថាយើងនឹងដាក់ filter ប៉ុន្តែផាត់មុខប្រភេទនេះគឺនិយាយមែនបងប្អូនហើយខ្ញុំឲ្យ10 លើ 10ហ្មងស្អាតមែនតើចំណោមគ្នាអត់មើលថាផាត់មុខហើយឃើញប្លែកប៉ុណ្ណារវាងមនុស្សទៅងើបពីដេកហ្នឹងពេលផាត់មុខហើយបន្ទាប់មកបងប្អូនឃើញហើយពុបប៉ាប់លើមុខហ្នឹងឥឡូវចាប់ផ្ដើមមកដាក់ highlight សបន្ថែមបងប្អូនដែលមានចាមអីបងប្អូនអាចគូបន្ថែមតែសម្រាប់ចាមខ្ញុំមានស្រាប់អញ្ចឹងខ្ញុំគ្រាន់តែ highlight សពីក្រោមហើយផ្ដើមយកដៃខ្ញុំហ្នឹងយក blend តិចចាមខ្ញុំអត់គូមែនប៉ុន្តែខ្ញុំប្រើកូនជក់ទូចមួយហើយខ្ញុំដាក់ពណ៌សូកូឡាហើយយកគូនៅក្នុងចាមហ្នឹងឲ្យឃើញរៀងមានពណ៌មាន color មិនតិចទៅបានផាត់មុខចិត្តហើយគឺខ្ញុំប្រើ eyeliner គូមាត់នេះយកពណ៌រៀងបែបសូកូឡាការផាត់មុខខ្ញុំរៀងប្លែកដោយសារតែខ្ញុំគូ eyeliner នេះហើយមាត់លើហ្នឹងខ្ញុំយករៀងស្រួចអញ្ចឹងទៅពេលយើងក្រែមមកឡងហើយឃើញមាត់ដូចតុក្កតាអញ្ចឹងឃើញបងប្អូនប្លែកមែនតើហ្មងតែប៉ុណ្្នឹងអស់ហើយឆ្លាញ់ក្រែមនេះមែនតើបងប្អូនពេលលាបទៅវាប្រហើមាត់យើងដូចជីងកាមអញ្ចឹងរសជាតិរូបភ្នែកខ្ញុំឥឡូវស្ងួតហើយអញ្ចឹងមកថែមជាមួយ color ភ្នែកបន្តិចទៀត color ភ្នែកហ្នឹងខ្ញុំយកពណ៌រៀងសូកូឡានេះពណ៌សូកូឡាសម្រាប់ពណ៌ភ្នែកខ្ញុំនេះគឺប្រើពណ៌សូកូឡាហើយខ្ញុំគួរឲ្យដិតទេខ្ញុំគួរយកមកស្រាលតិចសម្រាប់ការផាត់មុខនេះបងប្អូនចង់ទៅក្រៅទៅដេតជាមួយសង្សាយហ្នឹងគឺថាត្រូវប៉ាន់ទាំងអស់កម្មវិធីជប់លៀងទៅការឬមួយទៅដើរលេងអីនិយាយទៅគឺត្រូវប៉ាន់គ្រប់ស្ថានភាពហ្មងអូភ្លេចមួយភ្លេចគូក្រោមភ្នែកតែងតែលងសម្រស់ជាមួយខ្លួនឯងមានភ្លេចរបស់សំខាន់បងប្អូនហើយយើងគូក្រោមភ្នែកហើយខ្ញុំចាប់ផ្ដើមយកពណ៌សូកូឡាហ្នឹងមកផាត់នៅកន្លែងដែលយើងគូហ្នឹងយកដិតពេកទៅយើងយកម៉មទៅដោយសារតែផាត់មុខរបស់ខ្ញុំនេះបែបរៀងធម្មជាតិផងពេញជក់ញ៉ៃច្រើនមែនប៉ុន្តែជាក់ស្ដែងទៅប្រើវ៉ាន់តែមិនតិចទេសម្រាប់ផាត់មុខមួយហ្នឹងផាត់មុខហើយដូចរៀងខ្វះជាតិអីមួយយ៉ាងចាខ្វះជាតិកវិលដល់ពេលដាក់កវិលហើយមានអីបងប្អូនហើយឃើញឡើងលើកហ្មងខ្ញុំទៅសារខ្លួនឯងសិនណាបងប្អូនចាំទៅទៀតចាំបងប្អូនទៅសារខ្ញុំតាមក្រោយក៏បានដែរមកបន្ថែមជាមួយកងដៃនេះអូនិយាយមែនបងប្អូនហើយខ្ញុំមិនដែរចេះពាក់កងដៃអីទេគាត់ថាដាក់កងដៃនឹងហើយមានអារម្មណ៍ថាស្រឡាញ់ខ្លាំងហ្មងតែតែរវល់ជាមួយកងដៃកវិលនឹងភ្លេចតម្លាក់សក់បងប្អូនហើយម៉ូតសក់ថ្ងៃនេះអត់មានធ្វើអីច្រើនទេគ្រាន់តែតម្លាក់មកម្ខាងអញ្ចឹងយើងវែកតែបន្តិចហ្នឹងឃើញម៉ូតបាត់ហើយណាមួយពេលយើងវែកទៅម្ខាងអញ្ចឹងទៀតយើងឃើញកវិលអញ្ចឹងរៀងមានម៉ូតមានអីអញ្ចឹងណាសម្រាប់ការផាត់មុខកវិលរ៉ូបហើយនឹងកងដៃកងជើងរបស់ខ្ញុំបងប្អូនឲ្យបន្ទុកបានដែរដងចេញមកបែបនារីធ្វើម្ហូបធ្វើអីនៅផ្ទះអញ្ចឹងទៅផ្សារតែថ្ងៃនេះសុំអត់ទៅផ្សារទេចាសុំបង្ហាញមួយនៅក្នុងផ្ទះការលងសម្រស់មួយខ្លួនឯងជាខ្លាំងហ្មងបន្ទាប់ពីផាត់មុខហើយ
ញតែខាងមុខឥឡូវនេះមកបង្ហាញបងប្អូនខាងក្រៅចាដោយសារតែរូបនេះរៀងរលុងអញ្ចឹងទៅយើងឆ្នៃតាមនឹងឃើញអ្នកធ្វើខ្លួនស្អាតស្អាតអីគឺគេឆ្នៃវាមានអីល្អឥតខ្ចោះហើយដូចជារូបនេះអញ្ចឹងវាលំខ្លាំងនេះចឹងទៅចង់អូយផ្លេចសាករៀនផាត់មុខទាំងអស់គ្នាបងប្អូនផាត់មុខនេះសាមញ្ញនេះប៉ុន្តែនិយាយទៅយើងទៅណាក៏បានដែរថាដើរលេងថ្ងៃចឹងគេដឹងគឺដឹងទេនិយាយទៅឃើញស្រាលមែនតើសម្រាប់វីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយៗទេបាយបាយ